ចាសួស្តីពុកម៉ែបងប្អូនចាខ្ញុំមកកាន់ថ្នាក់រៀនភាសាចិនអនឡាញជាមួយនឹងហ្វង់ KX ចាកាលពីវីដេអូមុនគឺយើងបានសិក្សារួចមកហើយចាអំពីឈ្មោះខេត្តរបស់ខ្មែរយើងជាភាសាចិនចំនួន18ចាថ្ងៃនេះនាងខ្ញុំនឹងបន្តចែករំលែកឈ្មោះខេត្តចំនួន7ទៀតចាដល់ពុកម៉ែបងប្អូនអ្នកដែលចូលចិត្តចារៀនភាសាចិនចង់ចេះភាសាចិនចាខេត្តទី19នេះគឺមានឈ្មោះថាគង់ពូសឹងចាគង់ពូសឹងចឹងគង់ពូសឹងនេះគឺខេត្តកំពតចា ខេត្តទី20មានឈ្មោះថាបាយម៉ាសឹងចាបាយម៉ាសឹងចាបាយម៉ាសឹងគឺខេត្តកែបចាខេត្តទី21មានឈ្មោះថាឆាเจ้าសឹងចាឆាเจ้าសឹងគឺខេត្តតាកែវចាឆាเจ้าសឹងចាខេត្តទី22មានឈ្មោះថាបាំងស៊ីប៉ីសឹងចាបាំងស៊ីប៉ីសឹងចាគឺខេត្តកំពង់ស្ពឺចាខេត្តទី23មានឈ្មោះថាបាំងឈីងយ៉ាងសឹងចា បាំងឈីងយ៉ាងសឹងគឺខេត្តកំពង់ឆ្នាំងចាខេត្តទី24មានឈ្មោះថាបាំងធំសឹងចាបាំងធំសឹងគឺខេត្តកំពង់ធំចាខេត្តចុងក្រោយខេត្តទី25មានឈ្មោះថាបៃលិនសឹងចាបៃលិនសឹងគឺខេត្តបៃលិន ចាអញ្ចឹងវីដេអូនេះគឺជាវីដេអូបញ្ចប់កិច្ចចាបងប្អូនជាវីដេអូបង្ហើយចាសម្រាប់ឈ្មោះខេត្តខ្មែររបស់យើងចាជាវីដេអូចុងក្រោយអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចាយើងចូលចិត្តវីដេអូនេះទាំងអស់គ្នាចាហើយនឹងរៀនចាចេះអំពីឈ្មោះខេត្តខ្មែររបស់យើងជាភាសាចិនចា